ក្រសួងការងារបដិបត្តិវិជ្ជាជីវៈបានសហការជាមួយក្រសួងអប់រំយុវជននិងកីឡារៀបចំដាក់អនុវត្តវិធីគន្លងថ្មីដែលចាប់ផ្ដើមអនុវត្តសាកល្បងចាប់ពីឆ្នាំ2025-26នៅវិទ្យាល័យចំនួន49សម្ដៅផ្ដល់ជំរឿសបន្ថែមដល់សិស្សវិទ្យាល័យដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនិងសួនឧស្សាហកម្មនិងមានបំណងទីផ្សារការងារអាចជ្រើសរើសគន្លងវិជ្ជាជីវៈនៅវិទ្យាល័យរបស់ខ្លួនតាមឧបនិស្ស័យនិងបំណិនផ្ទាល់ខ្លួនកិច្ចការនេះសំខាន់ហើយយើងអនុវត្តពីវិទ្យាល័យទៅមុខគឺសំដៅទៅលើអ្នកដែលចប់អនុវិទ្យាល័យដើម្បីតម្រង់ទិសក្មួយតាំងពីមុនបានន័យថាប្រជាពលរដ្ឋយើងឧទាហរណ៍ថាគ្រប់អាយុរៀនមួយឆ្នាំ20,000 នាក់ស្រីជាង10,000ប្រុសជាង10,000អញ្ចឹងកន្លងទៅមិនមែនទាំងអស់គ្នាទៅរៀនរហូតដល់ចប់ថ្នាក់ទី12ទេជាគោលការណ៍របស់យើងគឺថាហើយយើងក៏មិនចាំបាច់ត្រូវការប្រជាពលរដ្ឋយើងទៅតាមកន្លងតែអប់រំទូទៅនោះដែរនៅក្នុងការបណ្ដុះបណ្ដាលប្រទេសមួយចំនួនដូចសិង្ហបុរីដូចអាល្លឺម៉ង់ដូចអីពីមុនក៏ចឹងគឺអ្នកដល់រៀនថ្នាក់វិទ្យាល័យមួយចំនួនទៅរៀនខាងបច្ចេកវិទ្យា TVET ឬ Polytechnic មួយចំនួនទៅរៀនយកសញ្ញាបត្រប្រឡងបាក់ឌុបថ្នាក់ទី12អញ្ចឹងសម្រាប់យើងគឺធ្វើយ៉ាងណាឲ្យក្រសួងការងារនិងក្រសួងអប់រំឲ្យខ្ញុំធ្លាប់បាននិយាយតាំងពីមុនរដ្ឋាភិបាលទី7បង្កើតហើយឥឡូវយើងបានដាក់ចេញនូវគោលការណ៍ហើយចាប់ផ្ដើមអនុវត្តសាកល្បងព្រោះបានសិក្សាមួយឆ្នាំជាងរួចមកហើយខ្ញុំបានឲ្យគោលការណ៍នេះសិក្សាដើម្បីថាឥឡូវក្មួយដែលរៀនថ្នាក់ទី9ទី8ទី9ដែលគាត់ទៅចូលវិទ្យាល័យគាត់អាចរៀនថ្នាក់ទី9 10 11 12ដូចវិទ្យាល័យពី10 11 12 10 11 12អញ្ចឹងពីថ្នាក់ទី9ចាប់ថ្នាក់ទី9ទៅគាត់អាចរៀនកន្លងដែរទៅរៀនជាអ្នកជំនាញខាងអគ្គិសនីខាងអីតែម្ដងសម្រាប់ 3-4 ឆ្នាំទៅហើយចប់មានកម្រិតមួយដែលអាចស្មើបាក់ឌុបដូចគ្នាសម្រាប់ថ្ងៃក្រោយគាត់អាចមួយទៀតគឺទៅរៀនយកបាក់ឌុបទៅរៀនជីវវិទ្យាគីមីរូបស្អីប្រឡងម៉ាត់ដូចគេដូចឯងនេះទៅអញ្ចឹងយើងឲ្យរៀបចំដើម្បីធ្វើយ៉ាងណាប្រជាពលរដ្ឋរបស់យើងយុវជនរបស់យើងដែលទី1គាត់មិនទៅរៀននៅវិទ្យាល័យពីថ្នាក់ទី10ដល់ថ្នាក់ទី12ទៅយកបាក់ឌុបគាត់អាចចូលរៀនចំណាយ3ឆ្នាំនេះទៅរៀនយកជំនាញតែម្ដងចប់ពីនឹងគឺបានកម្រិតមួយដែលអាចថាថ្ងៃក្រោយគាត់ចង់ត្រឡប់ទៅយកបណ្ឌិតបញ្ញាបត្រយកអីគាត់អាច cross បានបាទអញ្ចឹងយើងមានធនធានមនុស្សដែលចេញទៅគឺថាតម្រង់ទិសទៅរកឧស្សាហកម្មហ្មងបាទអញ្ចឹងបើគាត់មានចំណងចិត្តទៅថាថ្ងៃក្រោយគាត់ចង់ធ្វើខាងអគ្គិសនីគាត់ជឿចង់ IT គាត់ចង់ធ្វើការខាងកន្លែងផលិតរថយន្តរៀនខាង robot អញ្ចឹងមិនបាច់ទៅពី10ទៅពីថ្នាក់ទី9ទៅពី10ចេញទៅរៀនទៅបងយើងបានអញ្ចឹងអាយុ18ឆ្នាំដូចគ្នាយើងបានទុនធានមនុស្សជាជាងចប់បាក់ឌុបឬមួយធ្លាក់បាក់ឌុបបានទៅរៀនយកជំនាញពីមួយឆ្នាំទៀតអញ្ចឹងការអនុវត្តនេះជាការអនុវត្តសាកល្បងហើយខ្ញុំសង្ឃឹមថាយើងនឹងមានទុនធានមនុស្សព្រោះអត់ត្រូវការទាំងអស់គ្នាមកកន្លែងធ្វើការអត់ត្រូវការទាំងអស់គ្នាខ្លាយទៅជាអ្នករៀនខាង management ទាំងអស់ទៅធ្វើប្រធានគ្រប់គ្រងទាំងអស់1000នាក់អត់ត្រូវការបាទរោងចក្រមួយសំបីតែអគារមួយនេះអត់ត្រូវការអ្នកគ្រប់គ្រង1000នាក់ទេឬមួយ100នាក់ទេដើម្បីឲ្យវាដើរវាត្រូវការវិស្វករខាងម៉ាស៊ីនត្រជាក់ឬមួយក៏ជាងជំនាញខាងម៉ាស៊ីនត្រជាក់ខាងភ្លើងខាងទឹកខាងដេក័រខាងក្នុងអ្នកគ្រប់គ្រងមានតែម្នាក់ពីរនាក់ប៉ុណ្ណោះដែលសម្រាប់គ្រប់គ្រងទូទៅខាងជំនាញហិរញ្ញវត្ថុខាងអីផ្សេងអញ្ចឹងការដោះស្រាយបែបនេះគឺធានានៅប្រសិទ្ធភាពរបស់យើងអញ្ចឹងសូមឲ្យក្រសួងការងារនិងក្រសួងអប់រំឆ្នាំនេះអនុវត្តដើម្បីយើងយកមូលដ្ឋានក្នុងការវាយតម្លៃទំនុកយើងដាក់ចេញកម្រិតដែរបាទ
ហើយសំខាន់គឺត្រូវការធ្វើការផ្សព្វផ្សាយដើម្បីឲ្យមានការយល់បាទដឹងឥឡូវខ្ញុំគិតថាប្រជាពលរដ្ឋរបស់យើងប្រជាជនរបស់យើងខុសពីចំនួនខ្ញុំគឺអ្នកភាគច្រើនគឺចង់ទៅរាជការអត់ទៅធ្វើការឯកជនទេថានឹងទៅធ្វើខ្ញុំចិនដាច់ខាតខ្ញុំទៅទេប្រជាពលរដ្ឋចំនួនក្រោយក្មួយចំនួនក្រោយយើងអាចថាយើងជាចំនួនកដាលចុះមិនកដាលទេយើងចង់ចិនស្អីគេចូល Z ចូលអីណាយើង Gen X ចឹងមិនមែនកដាលទេចំនួន Y ទេដែលនៅកដាលនោះអ្នកកើតឆ្នាំ2000ឥឡូវចូល Gen Z ទៀតហើយបាទ Gen Z បន្ទាប់មកឥឡូវគេចង់បង្កើត Gen Alpha អីទៀតហើយបាទកាលមុនយើងឃើញអវិវត្តហ្នឹងវិវត្តតែរឿងអា COVID វាមាន Alpha វាមាន Beta ឥឡូវចូលមនុស្សដែរបាទអញ្ចឹងយើងបើនិយាយជាចំនួន X ហ្នឹងគឺចង់ចាស់ឥឡូវបាទអញ្ចឹងបានថ្ងៃនេះពាក់អាវពណ៌ហ្នឹងទៅត្រូវជាមួយសក់ឥឡូវដល់ទុកស្កើយូរពេកទៅប្រពន្ធថាកុំលៀបទៅលៀបគេលែងស្គាល់បងឯងបាទតែយើងចង់បដោះបដាលពីមួយចំនួនកាន់តែមានឱកាសកាន់តែតម្រង់ទិសឲ្យត្រូវបាទចំនួន X កាលខ្ញុំរៀនអត់មានអីច្រើនទេហើយខ្ញុំគឺជាចំនួនមួយដែលថាពេលឡើងថ្នាក់គឺការបដោះបដាលថ្នាក់វិទ្យាល័យយើងកាន់តែវែងកាលខ្ញុំរៀននៅអនុវិទ្យាល័យបាក់ឌុបដូចមានត្រឹមថ្នាក់ទី8ទី9ដែរបាទក្រោយមកពេលដែលខ្ញុំទៅវិទ្យាល័យបានឡើងទី10បានឡើងទី11រយៈឆ្នាំនៃការបដោះបដាលក្រោយមកបានរហូតដល់ថ្នាក់ទី12អញ្ចឹងគឺការរីកចម្រើននេះនឹងបន្តប៉ុន្តែគុណភាពនៃការបដោះបដាលវាមិនអាស្រ័យទៅលើចំនួនឆ្នាំទេបាទបើយើងនិយាយតែបរិមាណចំនួនឆ្នាំវាអត់ត្រូវទេត្រូវគិតពីតើប្រធានបទស្អីដែលយើងបង្រៀនឲ្យច្បាស់យើងមិនអាចបង្រៀនពីដណ្ដប់ឆ្នាំនៅចំណេះដឹងទូទៅចេញមកคล้ายទៅជាជំនាញរ៉ូបូជំនាញ drone ជំនាញអីនោះទេត្រូវដាក់ប្រធានបទនឹងអញ្ចឹងបានថាការរៀបចំមេរៀនរបស់យើងពីថ្នាក់ទី9ទី10ទីអ្នកដែលយកកន្លងបច្ចេកទេសមិនមែនតែយកតែជំនាញបឋមដោយអគ្គិសនីដោយអីទេត្រូវបើកទាំងខាង AI ខាងស្អីបន្ថែមទៀតដើម្បីជាការជំរឿព្រោះសម័យ AI យើងចង់ហៅគេមកធ្វើក្រុមហ៊ុនបង្កើត drone AI ស្អីតលតែយើងបដោះពីដឹងទៅអញ្ចឹងដើម្បីឲ្យមានភាពតាក់ទាញកុំឲ្យតែទៅរៀនជំនាញមានតែខាងសំណង់មានតែខាងអត់ទេគឺត្រូវមានទាំង electronic មានអីសម្រាប់ឲ្យគាត់រៀនត្រូវគិតឲ្យដឹងថែមទៀតអញ្ចឹងគាត់ថាថ្នាក់ទី9ខ្ញុំអត់ទេបាទអ្នកខ្លះគឺអត់ចឹងហ្មងឥឡូវមើលអ្នកបច្ចេកទេសធំឲ្យរៀនអត់ចប់មហាវិទ្យាល័យមួយចំនួនមិនមែននិយាយចឹងមិនថាទេអ្នកខ្លះគឺគាត់អត់ដូច Bill Gates ដូច Mark Zuckerberg អីដូចអត់ចប់ទេគាត់ដល់ពេលហ្នឹងគាត់បដោតទៅគាត់អត់ទៅរៀនចំណេះទូទៅគាត់បដោតទៅលើបច្ចេកវិទ្យាគាត់ធ្វើហ្មងគាត់ចេញទៅប្រតិបត្តិធ្វើតែហ្មងបង្កើតprogram ស្អីធ្វើតែហ្មងអញ្ចឹងយើងមើលបាទអាចបង្រៀន programmer បង្រៀនអីកុំចាំចប់ថ្នាក់ទី12អាចជាបឋមពីដើមហ្នឹងដើម្បីឲ្យកន្លងនេះវាមានជំរឿសច្រើនព្រោះទីបំផុត18ឆ្នាំត្រូវតែមានបំណិនបើបងប្អូនបើក្មួយទៅរៀនថ្នាក់ទី12យកចំណេះដឹងទូទៅក៏យកចោះដើម្បីយើងរៀនមូលដ្ឋានទៅជាអីផ្សេងទៀតតែបើអត់ទេនៅក្នុងខាងវិស័យឧស្សាហកម្មត្រូវបង្រៀនបច្ចេកវិទ្យាឲ្យស្របទៅនឹងតម្រូវការនៃឧស្សាហកម្មដែលយើងចង់ហើយឧស្សាហកម្មយើងគឺមិនមែនឧស្សាហកម្មផ្នែកជំនាញទាបនោះទេសូម្បីតែវិស័យវិជ្ជាភ័ណ្ឌរបស់យើងក៏មានការប្រែប្រួលពីដើមទីឆ្នាំ90ជាងគេមកកាត់ដេរកម្រិតទាបក្រុមហ៊ុន brand ធំដែលត្រូវការជំនាញខ្ពស់អត់បោទេឥឡូវទឹកដៃយើងល្អមកកន្លែងខ្លះធ្វើថ្ងៃមុនដូចខ្ញុំអាសាលើកទៅបវិតខ្ញុំភ្ញាក់ទៅឃើញរោងចក្រសាឡុងអ៊ីតាលីមួយហើយនៅលើពិភពលោករបស់អ៊ីតាលីសាឡុងរឿង
គ្រឿងសង្ហារឹមអ៊ីតាលីនឹងល្បីជាងគេហើយវាថ្លៃជាងគេហើយវាធ្វើប៉និតណាស់អញ្ចឹងទាល់តែទឹកដីខ្ពស់តែគេដាក់ទុននៅធ្វើនៅស្រុកខ្មែរយកកម្មករខ្មែរបានន័យថាបងប្អូនរបស់យើងមានជំនាញគ្រប់គ្រាន់កូនខ្មែររបស់យើងមានជំនាញគ្រប់គ្រាន់នៅលើការផលិតមិនថាវេយ្យានភ័ណ្ឌមិនថាហើយសំបីកៅអៅហ្នឹងក៏កៅអៅថ្លៃក៏មកនៅមួយចំនួនរួមទាំងគ្រឿងអលង្ការទៀតដូចនៅអាយដាមកន្លែងអង្គញាគិតវិញដូចមាន Tiffany ស្អីមកធ្វើដល់ទឹកបាទអាពេជ្រហ្នឹងអាហ្នឹងថ្លៃបាទគេមិនជ្រើសរើសមកកម្ពុជាបើសិនជាគ្មានទី1ហេដ្ឋារចនាសម្ព័ន្ធគោលនយោបាយច្បាស់លាស់ទី2បើគ្មានទឹកដៃកូនខ្មែរអាចធ្វើបានគេមិនដឹកប្រជាពលរដ្ឋបារាំងមកធ្វើនៅស្រុកខ្មែរទេវាខាតវាថ្លៃគេអាចដឹកគ្រប់អ្នកគ្រប់គ្រងប៉ុន្តែទេអញ្ចឹងការបដិបដាលអប់រំនេះខ្ញុំសង្ឃឹមថាយើងនឹងពង្រីកវិសាលភាព